សម័យបច្ចុប្បន្ននេះឃើញមួយចំនួនមេត្តាបិតាមានមេត្តាចំពោះកូនតែមេត្តាបិតាខ្លះអត់មានបញ្ញាក្នុងការចិញ្ចឹមកូនទេឲ្យគ្រប់យ៉ាងទៅកូនក្មេងឲ្យទូរស័ព្ទឲ្យលុយឲ្យអ្វីទាំងអស់ដែលជាការដុតកម្លោចនៅភាពអស្ចារ្យរបស់កុមារដោយគាត់គិតថាបើឲ្យគ្រប់យ៉ាងវាឆ្លោះបញ្ចាំងអំពីឋានៈរបស់គ្រួសារនៅក្នុងសង្គមតែការឲ្យយ៉ាងដូចនេះឈ្មោះថាការបំផ្លាញនៅអ្វីគ្រប់យ៉ាងរបស់កុមារនោះនេះឯងគេហៅថាមេត្តាដែលគ្មានបញ្ញាកូនអាយុ3 4 10ហើយអង្វរហូបបាយម៉ែអាត្មាអត់ទេហៅតែមួយម៉ាត់អត់មកអត់បានទេណាធ្លីចុងដួងឡោអ្នកស្រុកស្រែមិនមែនតែម្ដាយអាត្មាទេម្ដាយទាំងអស់សម័យនោះម៉ែឯងម៉ែអាតែប៉ុណ្ណេះនោះចាប់ប្រាំងវាស្រែនោះបើសិនជាមេត្តាចំពោះមនុស្សហើយអត់មានបញ្ញាគ្រោះថ្នាក់ហើយដូចជាករណីរឿងមួយលោកពន្យល់ដូចយើងមានមេត្តាអ្នកខ្លះអាណិតលោកពន្យល់ថាចេះមេត្តាឥតបញ្ញានឹងមានន័យថាម៉េចដូចជាមានបរិសម្នាក់គាត់មានចិត្តល្អគាត់ដើរទៅព្រៃគាត់ឃើញពស់វែងវាអត់ចំណីស៊ីមួយអាទិត្យពីរអាទិត្យហើយវាស្គមឃើញសំណោះសัตว์លើកសัตว์យកមកឲ្យផឹកទៅដោះគោឲ្យស៊ីហើយដេកក្រេជាមួយស្អែកឡើងបរោះនោះរឹងបដ ாய் គេហៅថាមេត្តាអត់បញ្ញាសម័យបច្ចុប្បន្ននេះឃើញមួយចំនួនមេត្តាបិតាមានមេត្តាចំពោះកូនតែមេត្តាបិតាខ្លះអត់មានបញ្ញាក្នុងការចិញ្ចឹមកូនទេឲ្យគ្រប់យ៉ាងទៅកូនក្មេងឲ្យទូរស័ព្ទឲ្យលុយឲ្យអ្វីទាំងអស់ដែលជាការដុតកម្លោចនៅភាពអស្ចារ្យរបស់កុមារដោយគាត់គិតថាបើឲ្យគ្រប់យ៉ាងវាឆ្លោះបញ្ចាំងអំពីឋានៈរបស់គ្រួសារនៅក្នុងសង្គមតែការឲ្យយ៉ាងដូចនេះឈ្មោះថាការបំផ្លាញនៅអ្វីគ្រប់យ៉ាងរបស់កុមារនោះនេះឯងគេហៅថាមេត្តាដែលគ្មានបញ្ញាកូនអាយុ3 4 10ហើយអង្វរហូបបាយម៉ែអាត្មាអត់ទេហៅតែមួយម៉ាត់អត់មកអត់បានទេណាធ្លីចុងដួងឡោអ្នកស្រុកស្រែមិនមែនតែម្ដាយអាត្មាទេម្ដាយទាំងអស់សម័យនោះម៉ែឯងម៉ែអាតែប៉ុណ្ណេះនោះចាប់ប្រាំងវាស្រែនោះអ្នកខ្លះគាត់តម្រើសកូនពេកអាហ្នឹងគេហៅថាបញ្ញាមេត្តាអត់មានបញ្ញា